ហើយមនុស្សយើងកើតមកហើយក៏ដោយស្លាប់ទៅមិនងាយបានអត្តភាពជាមនុស្សនឹងវិញទេណានឹងពុទ្ធដីកាណាហើយឥឡូវយើងអត់តន់ស្លាប់យើងនៅក្នុងកំណើតជាមនុស្សនេះហើយថ្ងៃហ្នឹងក៏យើងអាចធ្វើបុណ្យបានធ្វើទានបានកម្មសិលបានគឺថាជំនួសអ្វីដែលយើងគិតថាអាក្រក់សម្រាប់ជីវិតយើងហ្នឹងណាជំនួសអាហ្នឹងណាយើងធ្វើល្អឲ្យខ្លួនឯងទៅហើយយើងកុំចេះតែទន្ទឹងទាមទារផលនៃសេចក្តីល្អហ្នឹងយើងគិតថាសេចក្តីល្អនៃជីវិតរបស់យើងហ្នឹងគឺគុណធម៌ដែលសន្សំក្នុងចិត្តសន្តានហ្នឹងឯងអាហ្នឹងគឺក្នុងអត្ថបទដែលថាធ្វើល្អបានល្អហ្នឹងគឺចិត្តល្អហ្នឹងចឹងដល់ទៅចិត្តល្អទៅធ្វើឲ្យយើងចេះគិតល្អដល់ទៅចេះគិតល្អយើងក៏បានទទួលនៅសេចក្តីសុខតាមតែគិតល្អហ្នឹងឯងគិតឲ្យសុខចិត្តហ្នឹងណាចឹងគិតឲ្យទុកមិនមែនអ្នកដទៃឲ្យទុកទោមនោះយើងទេប្រដីរាល់ថ្ងៃហ្នឹងដែលយើងថាមកពីអ្នកអតីមកពីកូនមកពីភរិយាមកពីស្វាមីមកពីអ្នកណាណីអីហ្នឹងណាហើយទុកទៅតោមនោះទៅខ្លោចផ្សាទៅហ្នឹងណាគឺមកពីចិត្តខ្លួនយើងអ្នកគិតទេយើងក៏មើលរំលងណាកុំចេះតែថាមកពីអ្នកដទៃធ្វើឲ្យយើងកើតទុកទោមនោះក្នុងចិត្តហ្នឹងណាយល់ខុសហើយគឺកិលេសក្នុងចិត្តរបស់យើងទេដែលឲ្យយើងទុកទោមនោះហ្នឹងអញ្ចឹងអាការដែលគិតឲ្យសុខមានប៉ុន្តែតលតែយើងមានយោនិសោមនសិកាហើយយោនិសោមនសិកាមកពីមានសទ្ធាមកពីការស្ដាប់នៅព្រះសទ្ធំបត្រៃបិដកនឹងឯង